នៅក្នុងវីដេអូនេះខ្ញុំនឹង demo អំពីការប្រើប្រាស់ tool មួយដែល tool នេះគឺផ្ដល់ភាពងាយស្រួលសម្រាប់យើងជាស្វ័យករក្នុងការប៉ាន់ស្មានទំហំសសរទំហំធ្នឹមនិងកម្រិតផ្សងសេជាដើមសារៈសំខាន់ធ្វើឲ្យយើងដែលជាស្វ័យករមានភាពងាយស្រួលដែលយើងអាចធ្វើការប៉ាន់ស្មានទំហំនិងប៉ាន់ស្មានតម្លៃដែលឡែកការប៉ាន់ស្មានទំហំគឺផ្ដល់ភាពងាយស្រួលឲ្យយើងនៅពេលដែលយើងធ្វើការរៀបចំinterior នៅខាងក្នុងបង្ការនៅថ្ងៃខាងមុខនៅពេលដែលយើងរុញប្លង់នឹងទៅឲ្យ engineer គាត់ធ្វើការគណនាសាយដែកទំហំសអាចប៉ះពាល់ដល់ interior យើងខាងក្នុងចូលទៅតាមដានជាមួយខ្ញុំអំពីការប្រើប្រាស់ជាមួយខ្ញុំដូចទាំងអស់គ្នាជាដំបូងយើងធ្វើការ right click យើងយកពី property ហើយយើង click unlock យើង apply យើងចុច OK តែម្ដងនេះបន្តមកទៀតយើងបើកមកនៅក្នុងនេះគឺបញ្ជាក់ថាគឺ computer របស់ខ្ញុំនឹងមាន license សម្រាប់ license ដែលយើងអាចប្រើបានចឹងនៅក្នុងនេះវាមាន5 function ទី1ការប៉ាន់ស្មានទៅលើធ្នឹមការប៉ាន់ស្មានទៅលើសសរហើយនិងការប៉ាន់ស្មានទៅលើកម្រាស់ផ្សងសេហើយចំណុចនេះគឺ support មានន័យថារាល់សំណួររាល់ការប្រើប្រាស់អីទាំងអស់អាចសួរខ្ញុំបានហើយ option ចុងក្រោយនេះគឺការ update អញ្ចឹងបើសិនជា tool នឹងមានការ update ខ្ញុំនឹងតម្លាក់នៅក្នុងនឹងអញ្ចឹងយើងចូលទៅកាន់ option beam estimate ដូចទាំងអស់គ្នាខ្ញុំសូមរៀបរាប់កន្លែងនឹងតិចកន្លែងនេះគឺខ្ញុំធ្វើការដាក់រូបមន្តដើម្បីឲ្យគ្នាយើងធ្វើការអានហើយសង្ខេបតាមនឹងហើយមាន function ដូចជា export PDF print clear ហើយនិង close ចូលមកដល់ primary beam ខ្ញុំតាំងដោយ LMNO ហើយ secondary ក៏ខ្ញុំតាំងដូចគ្នាដែរក៏ប៉ុន្តែការបំពេញនៅក្នុងនេះដើម្បីយើងទទួលបានលទ្ធផលគឺយើងចូលទៅ file AutoCAD យើងសិនមកហើយខ្ញុំលើកតាំងថាធ្នឹមនេះគឺខ្ញុំតាំងដោយ L1 អញ្ចឹងគឺ L1 ស្មើនឹង 4300 មីលីម៉ែត្រអញ្ចឹងប្រវែង L1 ហ្នឹង 4300 មីលីម៉ែត្រគឺខ្ញុំបញ្ចូលកន្លែងនេះគឺជាម៉ែត្រអញ្ចឹងយើងបញ្ចូល 4.3 យើង enter មកអញ្ចឹងនៅខាងនេះគឺទិន្នន័យយើងទទួលបានជាសង់ទីម៉ែត្រ33 គុណនឹង 17អញ្ចឹងយើងអាចប្រគ្រប់បានហើយនៅខាងក្រោមនេះគឺចេញជាຂະຫນាត់ម៉ែត្រអញ្ចឹងຂະຫນាត់ម៉ែត្របើយើងនិយាយទៅកន្លែងនេះគឺកម្ពស់ធ្នឹមដែលយើងត្រូវប្រើគឺកម្ពស់4ទឹកហើយខាងនេះវិញគឺយើងប្រើកម្ពស់4ទឹកគុណនឹង20មានន័យថាកម្រាស់ធ្នឹមទំហំធ្នឹមរបស់យើងហ្នឹងគឺ20គុណនឹង40ហើយចូលមកដល់ខាងនេះគឺខ្ញុំទុកឲ្យយើងគណនាបើសិនបើយើងមាន span ដែលប្រវែងផ្សេងគ្នាហើយយើងចង់រកទិន្នន័យរួមអញ្ចឹងខ្ញុំលើកឧទាហរណ៍ថាខាងនេះ M1 ហ្នឹងស្មើនឹង5ម៉ែត្រអញ្ចឹងខ្ញុំធ្វើការបញ្ចូល5ម៉ែត្រអញ្ចឹងយើងមើលទិន្នន័យដែលយើងទទួលបានគឺមានជាសង់ទីម៉ែត្រនិងមានជាម៉ែត្រអញ្ចឹងមិនពិបាកក្នុងការមើលទេគឺយើងប្រើខុសគ្នាតិចតួចគឺយើងអាចប្រើ20គុណ40បានដូចគ្នាហើយកន្លែងនេះគឺសម្រាប់យើងប្រើប្រភេទធ្នឹមរងអញ្ចឹងខ្ញុំលើកឧទាហរណ៍ថាវាមានដល់8ម៉ែត្រអញ្ចឹង7ម៉ែត្រអញ្ចឹងកាលណា7ម៉ែត្រយើងត្រូវការយើងចង់ប្រើធ្នឹមរងយើងអាចបញ្ចូល7ម៉ែត្រមកនេះអញ្ចឹងយើងកន្លែងនេះគឺយើងអាចប្រើធ្នឹមរងបានអញ្ចឹងបើសិនជាមានចង្អុលសម្រាប់ការប្រើប្រាស់ tool ហ្នឹងអាចធ្វើការឆាតសួរខ្ញុំបានជួបគ្នានៅវីដេអូទី2ដែលយើងនឹងនិយាយអំពីការប្រើប្រាស់ column estimate សូមអរគុណ